កូនហើយកូនឯងកូនភ្លោះ3កូនត្រូវតែស្រូតឲ្យដល់ទៅបៀតពេទ្យបើកូននៅឆ្ងាយយើងពិបាកណាស់កូនឈ្មោះផុតមេតទៅពីស្រកលងវែងខេត្តអមានជ័យខ្ញុំភីខ្លួនមកតាំងពីថ្ងៃទី8មកនេះមកឆ្ងាយនេះដោយសារកូនខ្ញុំកូនភ្លោះ3ចាខ្ញុំមកនៅឲ្យបានចិត្តពេទ្យខ្ញុំមកពឹងពេទ្យឲ្យពេទ្យជួយសង្គ្រោះកូនខ្ញុំដែលកូនភ្លោះ3ណាបងចាសូមបងជួយកូនខ្ញុំផងកូនខ្ញុំអត់ណាស់បងអើយបងមកតាមផ្លូវវាពិបាកណាបងជិះក៏យន្តក៏ជិះមិនស្រួលបើតិចដេកតាមផ្លូវសម្រាកតាមផ្លូវក្នុងមួយថ្ងៃដែលចេញមកនោះសម្រាក4ដងដើម្បីឲ្យកូនសម្រាកឲ្យស្រួលអង្គុយពិបាកដេកយ៉ាប់ដេកក៏ពិបាកបងអើយសូមបងជួយពិបាកណាស់មកតាមផ្លូវដេកផ្លូវមួយយប់បានដល់មកវត្តនៅប្រាសាទគូកចកនេះបងមកតាមផ្លូវខ្លាចរឿងគេផ្លងគ្រាប់ផងអាណាពិបាកកូនភ្លោះ3ផងបងអើយមកនេះវាពិបាកច្រើនណាស់បងអើយមកតាមផ្លូវនេះអាណារត់គេចពីសង្គ្រាមអាណាកូនក៏មានផ្ទៃពោះកូន3ទៀតជីក៏យន់យ៉ាប់គ្នាក្រោកងើបក៏ពិបាកអដេកគឺពិបាកសូមបងជួយផងបងអើយបងចាមក2ថ្ងៃចេញពីថ្ងៃទី7ថ្ងៃទី8បានដល់ម្នេះមកដល់នេះថ្ងៃរសៀលម៉ោង3ចាមកតាមដែលខ្ញុំអភីខ្លួនចេញមកនេះខ្ញុំលឺគ្រាប់គួរឲ្យរំធាត់ក្នុងចិត្តខ្ញុំក៏ខ្ញុំនឹមកូនចេញមកនៅឲ្យឆ្ងាយប្រំថានៅត្រឹមស្រែណយទេប៉ុន្តែខ្ញុំនឹកឃើញហ្នឹងកូនហើយកូនឯងកូនភ្លោះ3កូនត្រូវតែស្រូតឲ្យដល់ទៅបៀតពេទ្យបើកូននៅឆ្ងាយយើងពិបាកណាស់កូនគ្មានណាជួយយកយើងទៅទេយើងត្រូវស្រូតឲ្យដល់ទៅបៀតពេទ្យស្រូតមកឲ្យឆ្ងាយធ្វើម៉េចឲ្យបានកឹបនឹងពេទ្យណាឲ្យពេទ្យជួយយើងចាបារម្ភអត់មានពេទ្យនៅលងវែងមានដូចគ្នាប៉ុន្តែគេអត់ហ៊ានទេគេបកលឲ្យយើងមកនេះវិញមានតែលពុកវាមួយទេនៅចាំផ្ទះម្នាក់ឯងចានៅម្នាក់ឯងនឹងចាំផ្ទះទាំងអស់គ្នាទាំងខាងតឡងខាងខ្ញុំទាំងអស់នៅតែប្តីខ្ញុំមួយទេដែលនៅចាំមើលផ្ទះណាមានវាបើកកប៉ាល់មកទលាក់ហូសស្រុកខ្ញុំទៀតហូសកាត់មុខខ្ញុំទៀតណាលំបាកមែនតែខ្ញុំអត់ទាន់មានអំពាវនាវឲ្យសប្បុរសជនណាជួយអត់ទាន់មានអ្នកណាជួយទេខ្ញុំគ្រាន់តែសុំលោកជោគនៅសុំមករស់សិនលោកឲ្យបាយហូបគ្រប់គ្រាន់អត់ពិបាកទេរឿងបាយទឹកប៉ុន្តែពិបាកតែត្រង់កូនខ្ញុំមានផ្ទៃពោះកូន3ប៉ុណ្ណោះឯងខ្ញុំទើបតែកូនខ្ញុំបានមួយខែបងខ្ញុំវិលទៅផ្ទះវិញចាឲ្យតែសន្តិភាពកូនខ្ញុំពេលណាកូន